ជាស្វាគមន៍មកកម្មវិធីថ្មីថ្ងៃនេះគឺយើងនឹងធ្វើលំហាត់ទំព័រទី60ណាលំហាត់លេខ1ហើយអ្នកគ្រូក៏នឹងបញ្យល់អំពីការប៉ាន់ស្មានផលគុណដែរចឹងលំហាត់នេះគេឲ្យកូនប៉ាន់ស្មានផលគុណអក្សរកគេឲ្យ375គុណនឹង13តែយើងអាចគុណហ្មងទេគឺយើងត្រូវបង្គាត់សិនណាឥឡូវកូនអាននិយមន័យជាមួយអ្នកគ្រូរបៀបរកការប៉ាន់ស្មានផលគុណដើម្បីប៉ាន់ស្មានផលគុណយើងត្រូវបង្គាត់តួគុណនីមួយៗត្រឹមតួធំបំផុតតួគុណនីមួយណាត្រឹមតួធំបំផុតរួចទៅធ្វើប្រមាណវិធីគុណអញ្ចឹងតួគុណនីមួយនេះតួទី1នេះតួទី2តួទី1ខ្ទង់ធំបំផុតខ្ទង់អីគុណរាយ10រយខ្ទង់រយអញ្ចឹងដើម្បីបង្កើតខ្ទង់រយគឺគុណត្រូវមកខ្ទង់ដែលនៅពីក្រោយវាគឺជាខ្ទង់10ខ្ទង់10លេខ7បង្កើតឡើងឬបង្កើតចោលគុណចាបង្កើតឡើងអញ្ចឹងមានន័យថា3ឡើងទៅលេខ4ណាក្រៅពីនឹងគឺ0ទាំងអស់ណាតើទៀតគុណខាងក្រោមនេះខ្ទង់ធំបំផុតគឺខ្ទង់10ដើម្បីដឹងថាខ្ទង់10បង្កើតឡើងឬបង្កើតចោលគុណត្រូវមើលខ្ទង់ពីក្រោយវាគឺលេខ3លេខ3តាមនិយមន័យយើងគឺបង្កើតចោលណាតើឥឡូវយើងមើល400គុណនឹង10កាលណាមានលេខ0នៅតួទី2នៃប្រមាណវិធីគុណកូនគ្រាន់តែរក0នឹងមានចំនួនប៉ុន្មានយកមកដាក់1 2 3 1 2 3ហើយកូនយកមេគុណដែលមិន0ទៅគុណនឹងលេខដែលមិន0 1 4ដង4ណាចឹងថាអក្សរខមួយទៀតកូនមើលតួទី1ខ្ទង់ធំបំផុតខ្ទង់អីចាខ្ទង់100ដើម្បីដឹងថាខ្ទង់100ឡើងឬចុះកូនត្រូវមើលលេខពីក្រោយវាគឺខ្ទង់10តាមនិយមន័យយើងលេខ0 1 2 3 4បង្កើតឡើងឬបង្កើតចោលកូនចាបង្កើតចោលអញ្ចឹងលេខ4នេះគឺចុះនៅលេខ4ដល់ដដែលណាខាងស្ដាំវាដូចទៅជាលេខ0ទាំងអស់មានន័យថា409ចុះសល់400គាត់អានេះម្ដង27គេចង់ដឹងថាលេខ2នេះឡើងទៅលេខ3ឬចុះនៅលេខ2ដដែលដើម្បីដឹងថាឡើងឬចុះគឺកូនត្រូវមើលលេខខាងស្ដាំវាឬក៏ខាងក្រោយវាគឺលេខ7និយមន័យយើង5 6 7 8 9បង្កើតឡើងឬក៏បង្កើតចុះកូនចាបង្គាត់ឡើងចុះលេខ2នេះឡើងទៅលេខ3ណាតើប្រមាណវិធីគុណនេះធ្វើដូចគ្នាដែរគុណរក0មក1 2 3គុណផ្សេង1 2 3 3 4ដង10 12ណាចឹងនេះជាចម្លើយរបស់វាតើអក្សរកមួយទៀតធ្វើដូចគ្នាដដែលតួទី1ខ្ទង់ខ្ពស់បំផុតគឺខ្ទង់100ដើម្បីដឹងថាខ្ទង់100ធំការឬចុះគុណត្រូវមើលខ្ទង់ពីក្រោយវាគឺលេខ6នេះនិយមន័យយើងលេខ6បង្កើតឡើងឬក៏បង្កើតចុះគុណចាបង្កើតឡើងអញ្ចឹងលេខ4នេះឡើងទៅលេខ5ហើយស្ដាំវាគឺ0ទាំងអស់អញ្ចឹងមានន័យថា468បង្កើតឡើងទៅបាន500តើនេះម្ដង32ហើយស្ដាំវាជាលេខ2បង្កើតឡើងបង្កើតចុះចាបង្កើតចុះចឹង32បង្កើតចុះសល់30ធ្វើដូចគ្នាដោយសារតែវាមាន0នៅតួទី2ចឹងកូនរាប់លេខ0ចូល1 2 3 1 2 3យកលេខដែលមិន0គុណនឹងលេខដែលមិន0 3 5ដង10 15ចាចឹងនេះគឺជាចម្លើយនៃលំហាត់លេខ1នៅអក្សរខមួយទៀតតើអក្សរខនេះគឺសរសេរឲ្យកូនហើយឲ្យកូនធ្វើឲ្យចម្លើយមកអ្នកគ្រូណាអក្សរខគេឲ្យ567គុណនឹង64ពេលកូនធ្វើឲ្យទម្លាក់ចម្លើយឲ្យអ្នកគ្រូមើលផងណាចូលវីដេអូនេះមានតែប៉ុណ្្នឹងឯងកូនមានចំណុចអាចសួរអ្នកគ្រូបាន